កុំធ្វើខ្លួនឲ្យលេចធ្លោជាងចៅហ្វាយនាយចូលធ្វើជាបុគ្គលដែលនៅលើអ្នកមានអារម្មណ៍ថាខ្លួនពួកគេខ្ពង់ខ្ពស់ជាងអ្នកដោយសេចក្តីស្កប់ស្កល់បំណងរបស់អ្នកគឺដើម្បីធ្វើឲ្យពួកគេសប្បាយចិត្តនិងធ្វើឲ្យពួកគេចាប់អារម្មណ៍ពីអ្នកហើយមិនត្រូវបានបង្ហាញពីភាពប៉ិនប្រសប់របស់អ្នកខ្លាំងពេកនោះទេបើពុំនោះទេអ្នកនឹងអាចទទួលបានលទ្ធផលផ្ទុយពីនោះវិញក៏ថាបានដូចជាបង្កភាពភ័យខ្លាចអសន្តិសុខជាដើមចូលធ្វើឲ្យចៅហ្វាយនាយរបស់អ្នកមើលទៅហាក់ដូចជាឆ្លាស់វៃជាងធាតុពិតរបស់ពួកគេនោះអ្នកនឹងទទួលបាននៅកម្រិតអំណោយដ៏ខ្ពង់ខ្ពស់មួយជាក់ជាពំខានសួស្តីបងប្អូនប្រិយមិត្តអ្នកស្ដាប់បងប្អូនប្រិយមិត្តអ្នកអានថ្ងៃនេះខ្ញុំបាទម្ចាស់ Channel Success Habit នឹងអានសង្ខេបអត្ថបទតាក់ទងជាមួយនឹងប្រធានបទមួយដែលមានចំណងជើងថាកុំធ្វើខ្លួនឲ្យលេចធ្លោជាងចៅហ្វាយនាយជាពិសេសសូមផ្ញើក៏ដូចជាការអានមួយនេះសម្រាប់បងប្អូនអ្នកស្ដាប់ក៏ដូចជាអ្នកអានសម្ដាប់ដូចតទៅមនុស្សគ្រប់គ្នាសុទ្ធតែមានអសន្តិភាពផ្លូវចិត្តនៅពេលដែលអ្នកបង្ហាញខ្លួនក្នុងពិភពលោកនិងបង្ហាញពីទេពកោសល្យរបស់អ្នកជាធម្មជាតិអ្នកនឹងរមែងបញ្ឆោតឲ្យមានការអាក់អន់ចិត្តការច្រណែនឈ្នានីសនិងការសម្ដែងចេញពីភាពមិនស្រណុកនៅក្នុងចិត្តគ្រប់ទម្រង់ទាំងអស់លេចចេញមកនេះជាអ្វីដែលយើងត្រូវដឹងអ្នកមិនអាចលះបង់ជីវិតរបស់អ្នកទាំងមូលដើម្បីទៅខ្វាយខ្វល់ពីអារម្មណ៍កំពេចកំពុករបស់អ្នកដទៃឡើយយ៉ាងណាក៏ដោយជាមួយនឹងបុគ្គលដែលស្ថិតនៅលើអ្នកចាំបាច់ត្រូវតែប្រកាន់យកវិធីសាស្ត្រដូចជានៅពេលដែលអ្នកនិយាយដល់រឿងអំណាចការបង្ហាញថាខ្លួនចេះជាងចៅហ្វាយនាយអាចជាកំហុសដ៏អាក្រក់បំផុតក្នុងចំណោមកំហុសទាំងអស់ក៏អាចថាបានសូមកុំបញ្ឆោតខ្លួនឯងឲ្យធ្លាក់ចូលក្នុងគំនិតមួយដែលយល់ឃើញថាជីវិតបានផ្លាស់ប្ដូរច្រើនណាស់មកហើយចាប់តាំងពីសម័យនិងបុគ្គលដែលទទួលបានឋានៈតំណែងខ្ពង់ខ្ពស់ក្នុងជីវិតគឺប្រៀបបានទៅនឹងស្ដេចនិងម្ចាស់ក្សត្រីផងដែរពួកគេចង់មានអារម្មណ៍ថាខ្លួនមានសុវត្ថិភាពនៅក្នុងមុខតំណែងរបស់ពួកគេនិងខ្ពស់ជាងអ្នកនៅជុំវិញខ្លួនរបស់ពួកគេទាំងភាពវៃឆ្លាតការយល់ដឹងនិងការស្រឡាញ់ចូលចិត្តវាគឺជាការយល់ខុសទាំងស្រុងប៉ុន្តែការយល់ខុសជាទូទៅរមែងជឿថាតាមរយៈការសម្ដែងនិងការបង្ហាញអំពីអំណាចដែលព្រះប្រទានដល់អ្នកនិងទេពកោសល្យរបស់អ្នកគឺអ្នកកំពុងតែយកបានក្តីស្រឡាញ់ពីចៅហ្វាយនាយរបស់ខ្លួនជានិច្ចគាត់នឹងអាចមានការកោតសរសើរคล้ายមួយចំពោះអ្នកប៉ុន្តែក្នុងជំហានដំបូងរបស់គាត់នឹងជំនួសអ្នកដោយនរណាម្នាក់ដែលមិនសូវឆ្លាតមិនសូវតាក់ទាញនិងផ្ដល់ការគំរាមកំហែងមកលើគាត់តិចជាងអ្នកជំនួសវិញច្បាប់នេះគឺតាក់ទងជាមួយនឹងច្បាប់ពីរទៀតដែលអ្នកត្រូវដឹងទី1អ្នកអាចបង្ហាញថាអ្នកល្អជាងចៅហ្វាយនាយរបស់អ្នកតាមរយៈការធ្វើខ្លួនឯងដោយមិនដឹងខ្លួនឯងចៅហ្វាយនាយខ្លះមានអារម្មណ៍អសន្តិសុខផ្លូវចិត្តច្រើនជាងចៅហ្វាយនាយដទៃទៀតភាគច្រើនគឺមិនស្រួលក្នុងចិត្តឡើយជាធម្មជាតិអ្នកនឹងអាចលេចធ្លោជាងពួកគេតាមរយៈមន្តស្នេហ៍របស់អ្នកនិងសេចក្តីល្អរបស់អ្នកប្រសិនបើអ្នកមិនអាចដោះស្រាយឬមន្តស្នេហ៍របស់អ្នកចេញបាននោះទេអ្នករៀនជៀសឲ្យផុតពីមនុស្សបិសាចដែលឥតប្រយោជន៍ឥតបានការទាំងអស់នោះនឹងការរិះរោបដើម្បីបិទបាំងពីគុណសម្បត្តិរបស់អ្នកនៅពេលដែលអ្នកអាចអាស្រ័យខ្លួននៅក្នុងក្រុមហ៊ុនរបស់ពួកគេទី2ចូលកុំធ្វើស្រមៃថាក៏ព្រោះតែចៅហ្វាយនាយរបស់អ្នកស្រឡាញ់ចូលចិត្តអ្នកអាចធ្វើអ្វីៗបានតាមតែអំពើចិត្តអីសោះនៅក្នុងពិភពលោកសៀវភៅទាំងមូលអាចត្រូវបានគេសរសេរអំពីមនុស្សចម្រិតចៅហ្វាយនាយដែលបានខ្លាចចេញពីក្នុងចិត្តចៅហ្វាយនាយដោយសារតែការមើលរំលងពីឋានៈតំណែងរបស់ពួកគេនិងដោយសារតែហ៊ានយកមកប្រើប្រាស់ដើម្បីឲ្យខ្លួនលេចធ្លោជាងចៅហ្វាយនាយនោះឯងដោយការដឹងពីគ្រោះថ្នាក់នៃការធ្វើខ្លួនឲ្យលេចធ្លោជាងចៅហ្វាយនាយអ្នកនឹងអាចបង្វែរបទបញ្ញត្តិមួយនេះ
ឲ្យប្រែខ្លាចទៅជាគុណប្រយោជន៍សម្រាប់ខ្លួនវិញបានទេអ្នកត្រូវតែចេះសរសើរបញ្ជោនិងលើកជើងច្បាយរីរបស់អ្នកការសរសើរលើកជើងជាសាធារណៈអាចនឹងមានឥទ្ធិពលប៉ុន្តែក៏មានដែនកំណត់ផងដែរវាគឺជារឿងចំនិងច្បាស់ពេកនឹងមើលទៅហាក់ដូចជារឿងដ៏អាក្រក់មួយចំពោះអ្នកដែលពូកែអត់អបអ្នកដទៃការបញ្ចូលលើកជើងដោយប្រុងប្រយ័ត្ននិងការស្ងាត់ស្ងៀមគឺកាន់តែមានឥទ្ធិពលខ្លាំងជាងនេះទៅទៀតឧទាហរណ៍ប្រសិនបើអ្នកមានភាពឆ្លាតវៃជាងចៅហ្វាយនេះរបស់អ្នកត្រូវតែធ្វើវាឲ្យមើលទៅហាក់បីដូចជារឿងផ្ទុយទៅវិញចូលធ្វើឲ្យហាក់ដូចជាគាត់ឆ្លាតជាងអ្នកចូលធ្វើភ្លើដើម្បីកុំឲ្យគេចាប់អារម្មណ៍ធ្វើឲ្យហាក់បីដូចជាអ្នកចង់បានចំណេះជំនាញពីគាត់បង្កើតកំហុសដែលមិនផ្ដល់គ្រោះថ្នាក់និងមិនផ្ដល់ការជឿចាប់ដល់អ្នកនៅក្នុងរយៈពេលវែងតែនឹងផ្ដល់ឲ្យអ្នកនៅឱកាសដើម្បីស្នើសុំជំនួយពីគាត់វិញក្នុងនាមជាចៅហ្វាយនាយពេញចិត្តសំណើបែបនេះណាស់ហើយចៅហ្វាយនាយដែលមិនអាចផ្ដល់ឲ្យអ្នកនៅអំណោយនៃបទពិសោធន៍របស់ពួកគេនោះអាចនឹងនាំនៅគុំព្យាបាទដ៏ខូខើនិងទុច្ឆន្ទៈមកឲ្យអ្នកវិញក៏ថាបានបើសិនបើគំនិតរបស់អ្នកមានភាពច្នៃប្រឌិតជាងចៅហ្វាយនាយរបស់អ្នកចូលពោលវាទៅកាន់គាត់ដោយមានអំណាងហេតុផលត្រឹមត្រូវក្នុងលក្ខណៈមួយតែបើជំហរតាមដែលអាចធ្វើទៅបានចូលធ្វើឲ្យមានភាពច្បាស់លាស់ថាដំបូន្មានរបស់អ្នកគឺគ្រាន់តែជាការបន្លឺឡើងមួយដែលបានមកពីដំបូន្មានរបស់គាត់តែប៉ុណ្ណោះបើសិនបើអ្នកជាមនុស្សរួសរាយរាក់ទាក់និងមានចិត្តសប្បុរសធម៌ជាមួយចៅហ្វាយនាយរបស់អ្នកចូលប្រយ័ត្នប្រយែងកុំធ្វើពពួកដែលបិទបាំងពន្លឺដ៏ចែងចាំងរបស់គាត់ឲ្យចេញអ្នកដទៃឲ្យសោះគាត់ត្រូវតែផុសឡើងក្នុងរូបភាពជាព្រះអាទិត្យដែលនៅរុំព័ទ្ធជុំវិញមនុស្សគ្រប់គ្នាដែលពាក់ព័ន្ធនឹងគាត់ដែលកំពុងបញ្ចូលអំណាចនិងភាពវៃឆ្លាតរបស់គាត់នោះឯងជាចំណុចស្នូលដែលអ្នកត្រូវតែយកចិត្តទុកដាក់នៅក្នុងករណីទាំងអស់នេះមិនមែនជារឿងទុនខ្សោយឡើយដែលអ្នកត្រូវតែខ្លាយបន្លំពីចំណុចខ្លាំងរបស់អ្នកកាលនោះពួកគេនឹងដឹងដឹកនាំឆ្ពោះទៅរកអំណាចនៅទីនោះបំផុតដោយការអនុញ្ញាតឲ្យអ្នកដទៃលេចធ្លោជាងខ្លួននោះអ្នកនឹងមានភាពម្ចាស់ការមកលើខ្លួនឯងទាំងស្រុងជាងការធ្វើជាជនរងគ្រោះនៃអសន្តិភាពក្នុងអារម្មណ៍របស់ពួកគេគោលការណ៍នេះប្រែជាប្រយោជន៍វិញនៅថ្ងៃដែលអ្នកសម្រេចថានឹងឡើងទៅឲ្យខ្ពស់ឋានៈតំណែងតូចរបស់ខ្លួននាពេលបច្ចុប្បន្នបើសិនបើអ្នកអាចធ្វើជាចៅហ្វាយនាយរបស់អ្នកអាចបញ្ចេញពន្លឺរស្មីកាន់តែភ្លឺចាញ់ចាំងនៅក្នុងក្រសែភ្នែករបស់អ្នកដទៃនោះអ្នកនឹងប្រែក្លាយជាមនុស្សដែលមានភ័ព្វសំណាងម្នាក់ហើយអ្នកនឹងទទួលបានការដំឡើងតំណែងភ្លាមមួយរំពេចជាជាមិនខានសូមអរគុណបងប្អូនប្រិយមិត្តអ្នកស្ដាប់ចំពោះការស្ដាប់ដល់ទីបញ្ចប់កុំភ្លេចជួយ Subscribe Channel YouTube Admin ម្នាក់មួយផងកុំភ្លេចជួយឲ្យlike ក៏ដូចជា comment ម្នាក់មួយផងសូមអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ